Bàជាដំបូងខ្ញុំសូមគោរពដល់លោកគ្រូម៉ងសារឿនខ្ញុំបាទឈ្មោះរីកសុខហេងមកសង្ខេបរឿងរាមកេរ្តិ៍នៅក្នុងខ្សែទី6ដូចតទៅសុគ្រីពបានទៅហៅហនុមាននៅឯភ្នំកុនតលីហើយបានបញ្ជាឲ្យហនុមានកាឡាខ្លួនប៉ុនម្រាមដៃដើម្បីដាក់នៅក្នុងថង់សម្ពត់យកទៅឲ្យព្រះរាមឃើញហនុមានតូចពេកក៏អស់សង្ឃឹមពេលនោះហនុមានក៏បានសម្ដែងឫទ្ធានុភាពឲ្យព្រះរាមឃើញភ្លាមលុះជួបជុំគ្នាអស់ហើយព្រះរាមក៏ស្វែងរកអ្នកខ្លាំងពូកែម្នាក់ដើម្បីទៅស៊ើបការនៅក្រុងលង្កាសុគ្រីពឆ្លើយថាខ្លួនចាស់ហើយបើនឹងទៅបានតែត្រឡប់មកវិញក្នុងពេលឆាប់មិនបានរីឯខុននន់ឆ្លើយថាបើខ្លួនទៅខ្លាចតែវង្វេងស្លាប់នៅក្នុងពោះនាងវិកតលីដែលមាត់លើដល់អាកាសបបោមាត់ដល់ឋានបដាលដូច្នេះមានតែហនុមានទេដែលអាចធ្វើដំណើរទៅបានមុននឹងចេញដំណើរទៅហនុមានបានសុំចិញ្ចៀនពីព្រះរាមដើម្បីឲ្យនាងសីតាជឿជាក់ថាខ្លួនគឺជាសេនារបស់ព្រះរាមបន្ទាប់មកហនុមានក៏បានហោះទៅហួសលង្កាជួបនឹងឥសីម្នាក់ដែលបានចង្អុលប្រាប់បង្ហាញផ្លូវទៅលង្កាហើយឥសីនោះក៏បានពូតបាយ3ដុំឲ្យហនុមានបរិភោគហនុមានឃើញបាយតិចពេកក៏សើចចំអកឲ្យឥសីតែបរិភោគមិនអស់ក៏ខ្មាស់ឥសីរួចហោះទៅក្រុងលង្កាជួបនឹងនាងវិកតលីហនុមានមិនឲ្យនាងវិកតលីដឹងទេព្រោះខ្លាចខាតពេលសន្យាជាមួយនឹងព្រះរាមហនុមានក៏បានបោះចិញ្ចៀនឡើងទៅលើអាកាសចូលទៅក្នុងមាត់នាងវិកតលីហើយចេញមកតាមត្រចៀកដើម្បីទ្រចិញ្ចៀននៅពេលទៅដល់ក្រុងលង្កាហនុមានបានឃើញក្មួយក្រុងរាពណ៍ម្នាក់ឈ្មោះកាមលីឃើញអតិកាយកម្ពស់មួយយោជឃើញឃ្លាំងក្រុងរាពណ៍និងឃើញទេពកញ្ញាទាំងឡាយដែលក្រុងរាពណ៍លួចមកហើយហនុមានក៏បានឃើញក្រុងរាពណ៍កំពុងតែផ្ទុំជាមួយនឹងនាងមណ្ឌលគិរីហើយបន្ទាប់មកហនុមានក៏បានចងសក់អ្នកទាំងពីរភ្ជាប់គ្នាហើយសរសេរសម្បត្តិនឹងមកទ្វារថាបើចង់រួចត្រូវឲ្យនាងមណ្ឌលគិរីវេក្បាលក្រុងរាពណ៍3ដងហនុមានរកនាងសីតាពុំឃើញសោះក៏រសើបក្បែរពួកស្រីស្នំឬពួកស្រីស្នំនិយាយពីក្រុងរាពណ៍ដែលមានមហេសីជាច្រើនអង្គប៉ុន្តែនៅតែលួចមហេសីរបស់ព្រះរាមដែលមានតែមួយអង្គគត់យកទៅទុកនៅក្នុងសួនអសោកហនុមានបានឮហើយក៏ត្រេកអរជាខ្លាំងទៅជួបនាងសីតាភ្លាមតែនាងសីតាពុំទទួលស្គាល់ព្រោះនឹកថាក្រុងរាពណ៍កាឡាខ្លួនហនុមានក៏បាននិទានរឿងប្រាប់នាងសីតាតាំងពីព្រះរាមសម្លាប់ពេលីហើយចងស្ពានមេត្រីជាមួយនឹងសុគ្រីពរួចបញ្ជាខ្លួនឲ្យមកស៊ើបការរកនាងបន្ទាប់មកនាងសីតាក៏សួររកផោះតាងហើយហនុមានក៏ហុចចិញ្ចៀនឲ្យតនាងក៏បានហុចចិញ្ចៀនមកឲ្យហនុមានវិញដើម្បីទុកជាសាក្សីនៃការជួបគ្នាក្រោយពីលានាងសីតាមកហនុមានបានបំផ្លិចបំផ្លាញក្រុងលង្កាហើយបានសម្លាប់យក្សអស់ជាច្រើនអ្នកបន្ទាប់មកហនុមានក៏ត្រូវបានអនុជិតម្នាក់ចាប់បានតែសម្លាប់ពុំបានសោះហនុមានបានប្រាប់អនុជិតនោះថាបើចង់សម្លាប់ខ្លួនបានត្រូវយកសម្ពត់រុំខ្លួនជាច្រើនជាន់ហើយចាក់ប្រេងរួចដុតលុះដុតរួចហើយហនុមានក៏ហោះឡើងទៅលើអាកាសទម្លាក់សម្ពត់នោះធ្លាក់មកលើក្រុងលង្កាឆេះខ្ទេចខ្ទីគ្មានសល់អស់ហនុមានក៏បាននាំយកដំណឹងនេះទៅថ្វាយព្រះរាមត្រេកអរជាខ្លាំងហើយបានប្រគល់រង្វាន់ឲ្យហនុមានយ៉ាងពេញចិត្តហើយគំនិតសំខាន់នៅក្នុងខ្សែទី6នេះគឺគេចង់បង្ហាញពីសកម្មភាពរបស់ហនុមានក្នុងការធ្វើដំណើរទៅស៊ើបការរកនាងសីតានៅឯក្រុងលង្កាបាទហើយជាចុងក្រោយខ្ញុំក៏សូមអរគុណដល់គ្រូម៉មសារឿននិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់សូមអរគុណ